បាទសួស្តីនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនឹងគឺជាវីដេអូខ្ញុំថតនៅស្ពានបារាំងនឹងហើយបងប្អូនវីដេអូនោះដែរគឺខ្ញុំថតថ្ងៃចូលឆ្នាំបងប្អូនបាទថតកាលថ្ងៃចូលឆ្នាំនឹងហើយបងប្អូនអំញ្ញនឹងគឺជាក្បាលវីដេអូបងប្អូនបាទឥឡូវនេះគឺចូលវីដេអូសាច់វីដេអូបងប្អូនបាទវីដេអូនេះដែរគឺវត្តកូឡុនបងប្អូនបាទខ្ញុំថតកាលថ្ងៃប្រជុំបេននៅវត្តកូឡុនបងប្អូនបាទហ្នឹងហើយបងប្អូនវត្តកូឡុនហ្នឹងគឺអត់ទាន់ធ្វើហើយទេបងប្អូនបាទវត្តកូឡុនហ្នឹងបងប្អូនបាទហើយវត្តកូឡុននេះដែរគឺស្ថិតនៅភូមិបញ្ចាញបងប្អូនឃុំនគរធំស្រុកសៀមរាបខេត្តសៀមរាបយើងហ្នឹងហើយបងប្អូនបាទហ្នឹងហើយបងប្អូនឥឡូវនេះគឺខ្ញុំបាទដល់ថតជុំវិញពហិយបងប្អូននេះគឺពហិយបងប្អូនបាទហ្នឹងហើយបងប្អូនពហិយហ្នឹងគឺខ្វះថវិកាច្រើនបងប្អូនដល់ពេលអញ្ចឹងទៅលោកគាត់អត់ទាន់ធ្វើហើយទេបងប្អូនហើយប្រហែលឆ្នាំហើយនេះបាទហើយថ្ងៃប្រជុំបិណ្ឌនោះដែរគឺខ្ញុំបាទបានទៅវត្តបងប្អូនបាទបានទៅវត្តក៏រងចាំលោកគាត់មុនមកគាត់វិញបងប្អូនថ្ងៃនោះលោកគាត់រវល់ចេញទៅក្រៅអញ្ចឹងខ្ញុំទៅប្រកេនលោកទៅលោកអត់បាននៅកត់អញ្ចឹងណាបងប្អូនបាទហើយខ្ញុំមានពេលគឺខ្ញុំបាទដើរថតពហិយមកជុំបងប្អូនបាទនៅបងប្អូនពហិយវត្តកូឡុនហ្នឹងគឺបានប៉នេះអីបងប្អូនអត់ទាន់បានហើយអីទេបងប្អូននេះនៅខ្វះច្រើនបងប្អូនបាទហើយសិនជាបងប្អូនត្រូវការជំនួយអីបងប្អូនអាចទៅវត្តកូឡុនបានបងប្អូនបាទស្ថិតនៅភូមិបញ្ចាញបងប្អូនបាទភូមិបញ្ចាញស្រុកឃុំនគរធំស្រុកសៀមរាបខេត្តសៀមរាបបងប្អូនបាទហ្នឹងហើយបងប្អូននេះគឺជាវត្តកូឡុនបងប្អូននេះគឺជានោះគឺខាងនោះគឺគេហៅថាសាលាឆាន់ណាបងប្អូនបាទសាលាឆាន់បងប្អូនថ្ងៃនោះដែរគឺគេពូនភ្នំខ្សាច់ហ្នឹងហើយបងប្អូនទីទៀតគឺដល់វីដេអូពូនភ្នំខ្សាច់ហើយបងប្អូនបាទហើយនេះដែរគឺខ្ញុំបាទដល់ថតពហិយមកជុំបងប្អូនបាទហ្នឹងហើយបងប្អូននៅវត្តកូឡុនហ្នឹងគឺសម្បូរដើមយាងត្រជាក់ស្រួលដែរបងប្អូនហើយមលុបបងប្អូនបាទមកលុបត្រជាក់ស្រួលបងប្អូនសម្បូរដើមយាងច្រើននៅម្ដុំទៅនោះបាទទីទៀតគឺខ្ញុំបាទដើរទៅកន្លែងដើមយាងនោះបងប្អូនបាទឥឡូវនេះដែរគឺខ្ញុំបាទបានដើរមកជុំហើយបងប្អូនដើរជុំពហិយបាទបងប្អូនហើយបងប្អូនទីទៀតហ្នឹងគឺខ្ញុំបានទៅថតនៅកន្លែងគេពូនភ្នំខ្សាច់បងប្អូនបាទហ្នឹងហើយពូនភ្នំខ្សាច់ទីទៀតបានទៅដល់ហើយបងប្អូនបាទហ្នឹងហើយបងប្អូនទេសភាពស្អាតមែនទែននៅទីនោះបាទហើយនេះដែរគឺកន្លែងគេពូនភ្នំខ្សាច់បងប្អូនពិធីពូនភ្នំខ្សាច់ណាបងប្អូនបាទហើយហ្នឹងហើយបងប្អូនយើងក៏ដើរដាក់លុយតាមបាទនៅក្នុងពូនភ្នំខ្សាច់នោះបងប្អូនដើម្បីទទួលផលអញ្ចឹងណាបងប្អូនបាទហើយយើងប្រាថ្នាទៅបងប្អូនបាទយើងពូនភ្នំខ្សាច់នេះយើងប្រាថ្នាទៅហ្នឹងហើយនេះគឺបានចេញពីវត្តបងប្អូនបាទចេញពីវត្តគឺខ្ញុំបាទបានមកលេងស្ពានបារាំងបងប្អូនបាទស្ពានបារាំងនេះដែរគឺស្ថិតនៅនគរធំបងប្អូនបាទនៅជិតនគរធំបាទជិតនគរធំហ្នឹងគេហៅស្ពានអីគេទេបងប្អូនបាទស្ពានស្អីទេបងប្អូនខ្ញុំអត់ចាំអត់បានដែរតែដឹងតែនៅតាមផ្លូវនៅខាងកើតនគរធំបងប្អូនបាទហើយមានផ្លូវជិះចូលទៅក្នុងបងប្អូនហើយទេសភាពនៅទីនោះគឺស្អាតដែរបងប្អូនអើយនេះខ្ញុំថតដែរបងប្អូនបាទស្អាតមែនទែនបងប្អូនទេសភាពនៅទីនោះហើយបងប្អូននេះកន្លែងនេះគឺកន្លែងប្រដាប់ទប់ទឹកបងប្អូនបាទប្រដាប់ទប់ទឹកនឹងគឺដល់កបងប្អូនអើយមើលសមិទ្ធផលមើលស្នាដៃប្រាំងធ្វើបងប្អូនដល់កចង្វាក់គាត់ចង្វាក់ធំមែនបងប្អូនបាទនេះបងប្អូននេះគឺហៅថាស្ពានបារាំងបងប្អូនបាទស្ពានបារាំងនៅក្នុងព្រៃអង្គរបងប្អូនបាទធំបងប្អូនបាទធំមកបងប្អូនបាទចង្វាក់វាធំមែនទែនបងប្អូនបាទកន្លែងទប់ទឹកកើតណាបាទកើតប្រកែធ្វើមែនទែនបារាំងបាទហើយទេសភាពថ្ងៃនោះដែរគឺស្អាតបងប្អូនអើយនេះស្អាតមែនទែននេះឃើញបងប្អូនបាទបងប្អូនមើលខ្ញុំថតទេសភាពនៅនេះបងប្អូនដើមឈើព្រៃព្រឹក្សាអូស្អាតណាស់បងប្អូនអើយស្អាតមែនទែនហើយថ្ងៃនោះដែរគឺមនុស្សទៅលេងច្រើនដែរបងប្អូនមានទឹកហូរតែបងប្អូនឃើញនេះមានទឹកហូរបាទនោះបងប្អូនបាទហ្នឹងហើយបងប្អូននេះខ្ញុំទៅថ្ងៃចូលឆ្នាំណាបងប្អូនបាទថ្ងៃចូលឆ្នាំហើយនោះស្ពានមើលឃើញទេបងប្អូនមើលស្ពានណាខ្ញុំដើរអត់ហ៊ានដើរឆ្លងទៅខាងនោះទេបងប្អូនអើយដោយសារខ្ញុំខ្លាចបងប្អូនបាទនេះបងប្អូនកន្លែងនេះគឺទឹកហូរធ្លាក់បងប្អូនទឹកហូរធ្លាក់មកស្អាតមែនទែនបងប្អូនអើយនោះយើងអាចទៅមុជអាកន្លែងក្រោមទឹកធ្លាក់នោះបានបងប្អូនយើងទាំងគាត់មុជលេងនៅក្នុងនោះបងប្អូនបាទមើលស្អាតមែនទែនបងប្អូនអើយនៅទីនោះណៃបងប្អូនបើសិនជាចង់មកលេងស្ពានបារាំងនេះគឺនៅដូចខ្ញុំប្រាប់ថ្ងៃកោដៅគឺនៅខាងកើតអង្គរធំបងប្អូនបាទនៅជិតស្ពានបងប្អូនជិះមកកើតមកតាមផ្លូវពលានជាន់រៃបងប្អូនមកកើតរហូតមកហូហាក្លោងទ្វារនឹងមួយទៅបងប្អូនមានផ្លូវកាច់ទៅក្នុងមួយបាទ
ស៊ូបងប្អូននៅយើងនោះទៅក៏ដឹងហើយបងប្អូនបាទចឹងមានតែប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំបាទគឺប៉ុណ្្នឹងហើយបងប្អូនបាទហើយចិត្តចប់ហើយបងប្អូនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទបាយបាយ